អាណិតណាស់កូនក្រមុំសុខចិត្តស៊ូឈើរង់ចាំកូនកម្លោះនៅមាត់ផ្លូវទោះពុំដឹងពេលណាកូនកម្លោះមកដល់ក៏ដោយវាជាការពិតថ្ងៃមង្គលការគឺជាពេលវេលាដ៏សំខាន់នៅក្នុងឆាកជីវិតរបស់ស្ត្រីគ្រប់រូបប៉ុន្តែប្រសិនអ្វីៗជាពិសេសកូនកម្លោះអវត្តមាននៅថ្ងៃដ៏ពិសេសវិសាលនេះបែរជាអវត្តមានឬក៏យឺតយ៉ាវដោយប្រការណាមួយរបស់កូនកម្លោះនោះគឺនៅក្នុងថ្ងៃមង្គលសិរីសួស្តីរបស់ពួកគេតើអារម្មណ៍របស់នាងនឹងអាប់អួរយ៉ាងណាជាក់ស្ដែងកូនក្រមុំម្នាក់នៅក្នុងទីក្រុង Hsinchu ខេត្ត Jiangxi ប្រទេសចិនបានធ្វើឲ្យមនុស្សជាច្រើនសម្ដែងនូវការអាណិតអាសូរពន់ពេកខណៈឃើញនាងស៊ូឈើដោយភាពស្ងប់ស្ងៀមក្នុងទឹកមុខស្រអាប់ស្រពោនស្ថិតនៅក្នុងសម្លៀកបំពាក់កូនក្រមុំយ៉ាងស្រស់ស្អាតរង់ចាំកូនកម្លោះដែលមកយឺតយ៉ាវរបស់នាងស្ថិតនៅលើខឿនចិញ្ចើមថ្នល់ក្នុងទីក្រុង Hsinchu កាលពីថ្ងៃទី1 ខែកុម្ភៈកន្លងទៅមកយោងតាមសារព័ត៌មាន CCTV News បានឲ្យដឹងថាដោយសារតែថ្ងៃនោះជាថ្ងៃបុណ្យជាតិចិនហេតុនេះកូនកម្លោះរបស់នាងត្រូវជួបប្រទះជាប់ស្ទះចរាចរណ៍យ៉ាងខ្លាំងព្រោះតែវាជាថ្ងៃមនុស្សម្នាសម្រុកដើរលេងកម្សាន្តបន្ទាប់ពីរូបភាពនេះបានរាលដាលនៅលើបណ្ដាញសង្គមអ្នកលេងប្រើប្រាស់អ៊ីនធឺណិតជាច្រើនបានសម្ដែងនូវអារម្មណ៍សោកស្ដាយចំពោះកូនក្រមុំជាខ្លាំងដោយនិយាយថានារីដ៏ស្រស់ស្អាតនាងមិនគួរណាបន្តការរង់ចាំបែបនេះទេហើយខ្ញុំសង្ឃឹមថានាងនឹងបានជជែកគ្នាប្រកបដោយភាពស្ងប់ស្ងាត់ជាមួយគាត់ណាអ្នកដទៃទៀតក៏បានមានចម្ងល់ផងដែរថាហេតុអ្វីបានជាពួកគេរៀបចំថ្ងៃមង្គលការចំនឹងថ្ងៃបុណ្យជាតិអញ្ចឹងម្នាក់ទៀតបានពន្យល់ថាជនជាតិចិនត្រូវឈប់សម្រាកប្រពៃថ្ងៃដើម្បីអបអរសាទរទិវាជាតិដូច្នេះមានមង្គលការជាច្រើននៅក្នុងថ្ងៃនេះគួរឲ្យសោកស្ដាយដែលពុំមានព័ត៌មានណាមួយអាប់ដេតអំពីដំណើរមកដល់របស់កូនកម្លោះនោះទេក៏ប៉ុន្តែយើងសង្ឃឹមថាគាត់នឹងធ្វើរឿងមួយនេះបានដោយមិនទុកឲ្យកូនក្រមុំរបស់គាត់ខកបំណងនោះទេបាទប្រិមិត្តជាទីគោរពរាប់អានបាទនេះគឺជារឿងរ៉ាវមួយដែលបានកើតឡើងនៅក្នុងប្រទេសចិនដោយនារីជាកូនក្រមុំម្នាក់បានឈរទន្ទឹងរង់ចាំកូនកម្លោះនៅលើខឿនចិញ្ចើមថ្នល់ក្នុងទីក្រុងស៊ីនជូដោយទន្ទឹងចាំមើលកូនកម្លោះក៏ប៉ុន្តែចាំបាត់មិនឃើញកូនកម្លោះមកទទួលសោះហើយនៅក្នុងនោះដែរបើតាមការបញ្ជាក់ពី CCTV គឺថាថ្ងៃដែលកូនក្រមុំរងចាំកូនកម្លោះនោះគឺជាថ្ងៃទិវាបុណ្យជាតិរបស់ប្រទេសចិនដែលជាហេតុធ្វើឲ្យប្រជាជនចិនជាច្រើនបាននាំគ្នាចេញពីផ្ទះដើម្បីធ្វើដំណើរកម្សាន្តហេតុនេះហើយបានជានាំឲ្យមានការខកខានកូនកម្លោះមិនបានមកទទួលកូនក្រមុំដោយទៀងទាត់ម៉ោងដូច្នេះបាទហើយមិនជាអ្វីទេសង្ឃឹមថាកូនកម្លោះរបស់គាត់នឹងបំពេញបំណងគ្រប់បែបយ៉ាងទៅដល់កូនក្រមុំដែលជាការប៉ះប៉ូវនៃការរងចាំរបស់ខ្លួនអស់រយៈពេលជាយូរបាទហើយជូនពរឲ្យអ្នកទាំងពីរមានសុភមង្គលនៅក្នុងគ្រួសារស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នងផងដែរបាទហើយតើតើទៅនឹងរឿងរ៉ាវស្នេហាមួយនេះខ្ញុំបាទសូមបញ្ចប់តែប៉ុណ្ណេះហើយយើងងាកមកចាប់អារម្មណ៍ទៅនឹងអត្ថបទព័ត៌មានមួយទៀតដែលតើទៅនឹងមនុស្ស10ប្រភេទដែលមិនគួររាប់អានជាមិត្តឡើយរាប់អានយូរនាំឲ្យខាត់ពេលវេលាគេថារាប់អានមិត្តកុំគិតឬមើលតែប្រយោជន៍តែមិត្តខ្លះអត់ប្រយោជន៍ក៏មិនដឹងថារាប់អានដើម្បីអ្វីនោះដែរពាក្យថាអត់ប្រយោជន៍មិនសំដៅដល់ទៅថាទាល់តែគេនាំប្រយោជន៍មកឲ្យទើបរាប់អានគេនោះទេតែមនុស្សខ្លះមានតែទៅអត់ដើរមកវិញសោះរាប់អានយូរហើយតែចាំតែខ្សែលើកេងចំណេញលើយើងរហូតសួរថាមនុស្សបែបហ្នឹងស្គាល់ធ្វើអ្វីយ៉ាងណាពួកម៉ាកប៉ុន្មានប្រភេទនេះបើអាចគួរតែជៀសឲ្យផុតកុំរាប់អានឬស្គាល់ឡើយទី1ដើរខ្សែលើមានន័យថាមនុស្សខ្លះមិនថាស្គាល់គ្នាច្រើនឆ្នាំយ៉ាងណាទេតែចរិតខ្សែលើគឺនៅតែខ្សែលើកេងចំណេញមនុស្សបែបនេះចរិតបែបនេះគឺមិនសូវចេះគិតនិងខ្លាចចិត្តអ្នកដទៃទេទី2មើលឃើញតែផលប្រយោជន៍មនុស្សរាប់អានយើងឃើញតែផលប្រយោជន៍លុះពេលដែលយើងអត់ប្រយោជន៍គេប្រកាសជាទាត់ក្បាលយើងចោលចាក់ជាមិនខានហើយមិនស្រួលមនុស្សបែបហ្នឹងយកគុណសងទោសថែមទៀតទី3ឃើញមុខតែពេលមានបញ្ហាអ្នកណាក៏គេមានបញ្ហាដែរជាមិត្តរាប់អានគ្នាគួរតែជួយគ្នាគ្រាមានបញ្ហាប៉ុន្តែមនុស្សខ្លះឃើញមុខមករកយើងតែពេលខ្លួនឯងមានបញ្ហាតែប៉ុណ្ណោះនាំតែរឿងនាំតែបញ្ហាឲ្យយើងគិតឈឺក្បាលមិនស្រួលនាំគ្រោះថ្នាក់ឲ្យយើងថែមទៀតផងទី4ជួបមិត្តថ្មី
ក៏ទុកយើងចោលមនុស្សប្រភេទនេះគេហៅថាមនុស្សចរិតអែបអបពេលបានជួបមិត្តថ្មីរាប់អានមិត្តថ្មីទុកយើងចោលឬអាចបោះបង់យើងចោលផងដែរបោះបង់យើងធ្វើជាមិនស្គាល់យើងក៏មានទី5និយាយស្ដីមើលងាយយើងអ្នកខ្លះគិតថាធ្វើម៉េចបើមាត់ត្រង់មនុស្សត្រង់មិនចេះកុហកតែមនុស្សខ្លះនិយាយស្ដីមិនចេះគិតត្បិតថាជាមិត្តអាចនិយាយគ្នាលេងស្និទ្ធស្នាលបានតែរឿងខ្លះមុននឹងនិយាយគឺត្រូវគិតទុកមុខទុកមាត់ឲ្យគ្នាផងមិនចេះតែមើលងាយបំពានឬឲ្យតម្លៃគ្នាបែបហ្នឹងនោះឡើយទី6មុខផ្សេងក្រោយផ្សឹងមនុស្សចរិតចាក់រកចរិតពោះមនុស្សបែបហ្នឹងគឺមិនគួរឲ្យទុកចិត្តនោះឡើយចរិតនៅមុខផ្សេងក្រោយខ្នងផ្សឹងនេះពូកែខាងចាក់រកបំភ្លឺការពិតអែបអបយកមុខតែប៉ុណ្ណោះនិយាយដើមយើងក្រោយខ្នងមិនញញើតនោះទេទី7មិនចេះលើកទឹកចិត្តចេះតែជន់ថែមពេលមានបញ្ហាកើតឡើងមិនដែលលើកទឹកចិត្តយើងមានតែស្ដីបន្ទោសជន់បន្ថែមយករួចតែខ្លួនមនុស្សបែបនេះមិនអាចយកជាការបានទេទី8មនុស្សគ្មានភាពជឿជាក់លើយើងមិនដែលជឿជាក់ទុកចិត្តយើងពេលមានរឿងអ្វីឬអ្នកដទៃនិយាយអ្វីពីយើងតែងតែជឿសម្ដីអ្នកដទៃហើយមកស្ដីបន្ទោសឬគុំខឹងនឹងយើងស្ងៀមស្ងាត់មិនចេះសួរនាំឲ្យបានច្បាស់នោះទេទី9ចាំតែចាប់កំហុសមើលបំណាំចាំតែចាប់កំហុសមិនចេះជួយកែប្រែយើងចាំតែមើលយើងធ្វើប៉ុណ្ណោះបើខុសគឺទម្លាក់កំហុសមកលើយើងតែម្នាក់ឯងគ្មានចិត្តអន់ចិត្តណាស់ទី10យើងពឹងអ្វីក៏មិនដែលបានពឹងយើងបានតែដល់ពេលយើងពឹងវិញមិនបានសំបីតែម្ដងបើទោះជារឿងអាចជួយយើងបានក៏មិនជួយដែរហើយមនុស្សបែបហ្នឹងបើសិនពេលណាមួយដែលពឹងយើងហើយយើងបដិសេធម្ដងគេក៏គុំនឹងយើងដែរតែពេលខ្លួនឯងវិញមិនដែលនឹកឃើញនោះទេបាទនេះគឺជាចំណុចទាំង10របស់មនុស្ស10ប្រភេទដែលយើងមិនគួររាប់អានធ្វើជាមិត្តក៏ព្រោះថាពេលដែលរាប់អានទៅក៏វាមិនមានប្រយោជន៍អ្វីដល់យើងដែរមានតែនាំបញ្ហានិងទុកទោសមកដាក់ខ្លួនវិញបាទហើយទាំង10នេះគ្រាន់តែជាគំនិតនិងទស្សនៈក្នុងការពិចារណាទេហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជួបតែមនុស្សល្អៗនៅក្នុងជីវិតបាទហើយចំពោះរឿងរ៉ាវទាំងអស់នេះខ្ញុំបាទសូមបញ្ចប់តែប៉ុណ្ណេះជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណសូមគោរពលា